បាទសូមជម្រាបសួរប្រិយមិត្តជនជាតិមេត្រីបាទស្វាគមន៍កាន់វីដេអូច្បាប់ម៉ៃសជាតិបាទថ្ងៃនេះខ្ញុំបាទចង់និយាយពីការប្រកួតរបស់យ៉ាស៊ីននិងកីឡាករបាទគឹមសវណ្ណឃីមបាទជំនួបលើកទី2លើកទី1បាទសវណ្ណឃីមចាញ់នៅក្នុងវគ្គផ្ដាច់ព្រាត់លក្ខណៈ format tournament បាទនៅសង្វៀនថោនបាទគឺចូលមកជើងបាទស្លាប់តែម្ដងតែលើកនេះបាទជាការត្រៀមខ្លួនរបស់កីឡាករទាំងពីរបានល្អបាទឃើញថាប្រកួតស្វិតស្វាញមែនទែនបងប្អូនពេញ5ទឹកតែម្ដងបាទយ៉ាងណាការតស៊ូរបស់សវណ្ណឃីមបាទគឺនៅតែមិនអាចយកឈ្នះយ៉ាស៊ីនបានចឹងយើងនិយាយពីសមត្ថភាពរបស់កីឡាករទាំងពីរបាទយ៉ាស៊ីនបាទគឺនៅតែធ្វើបានល្អបាទអ្វីដែលយើងឃើញថាភាពខ្លាំងរបស់គាត់បាទសម្រាប់យ៉ាស៊ីននេះទី1គឺភាពរឹងមាំរបស់គាត់បាទគឺគាត់មិនងាយធន់មិនងាយស្រត់បាទមិនងាយបែកមិនងាយបាត់បង់ស្មារតីបាទមិនងាយខូចដៃខូចជើងអីផ្លេសផ្លាស់ទេបាទគឺរាងកាយរបស់គាត់មាំមួនតាំងល្អតែម្ដងបាទចំណុចនេះហើយដែលធ្វើឲ្យពិបាកនៅក្នុងការយកឈ្នះគាត់ទី2គឺការធ្វើគីឡូរបស់គាត់កាយសម្បទារបស់គាត់ធំប៉ុន្តែគាត់ធ្វើគីឡូបានរហូតដល់54អាចវាយជាមួយនឹងកីឡាករគុណប៉ែរបស់យើងអញ្ចឹងនៅពេលដែលយើងថ្លឹងគីឡូមួយថ្ងៃថ្លឹងមួយថ្ងៃហើយយើងស្អែកឡើងដល់រហូតដល់ពេលល្ងាចបានវាយវាធ្វើឲ្យកីឡាករគាត់ចាប់ផ្ដើមបាទ recovery នោះគឺរាងកាយរបស់គាត់នោះមកបានលឿនបានមាំល្អនេះអាចតាក់ទងនឹងរបបអាហារហើយនឹងការហូបចុកអីរបស់គាត់ផ្សេងហើយនឹងការកាយសម្បទាពីកំណត់របស់គាត់ដែរធ្វើឲ្យគាត់រឹងមាំធន់ហើយនឹងកាយសម្បទារបស់គាត់ធំគាត់អាចសម្រកគីឡូមកទូចអាចវាយជាមួយកីឡាករគីឡូ54យ៉ាងបាទទី3បាទគឺការវាយរបស់គាត់គឺចេញមកបានល្អបាទគឺចម្រុះល្អបាទគឺបើថាក្បាច់នៅមើលទៅគឺមិនណាស់ណាទេបាទក្បាច់គាត់មិនប៉ិនប្រសពទេប៉ុន្តែភាពខ្លាំងរបស់គាត់គឺការបុកការវាយចេញគ្រប់កន្លែងបាទបើយើងបច្ចេកទេសនៅក្នុងការវាយបាទគឺសវណ្ណឃីមគាត់លើបាទគាត់ល្អជាងបាទឲ្យតែខ្ញុំមើលឃើញអញ្ចឹង3ចំណុចនេះបាទគឺធ្វើឲ្យសវណ្ណឃីមគាត់បាទឃីមគាត់ហាត់បានពេញគាត់លើកនេះគាត់ស៊ូគាត់ក៏ល្អដែរប៉ុន្តែយើងឃើញហើយសវណ្ណឃីមហាក់ដូចជាទូចបាទតែពេលអញ្ចឹងគឺវាយយ៉ាស៊ីនអត់ឈឺបាទគាត់ព្យាយាមប្រើកែងបុកហើយក៏វាយមិនអត់ចូលដែរបាទសវណ្ណឃីមគាត់អាចនិយាយថាគាត់វាយចូលសិចជាងគាត់វាយចូលពេញជាងតែគាត់ចាញ់អាវាយ៉ាស៊ីនគាត់ពេលយើងចាប់ទៅយ៉ាស៊ីនគាត់បោកបានហើយយ៉ាស៊ីនគាត់ឡើងជង្គង់យ៉ាស៊ីនគាត់បោះជង្គង់គាត់សវណ្ណឃីមគាត់វាយលឿនអោនដោយសារគាត់ទៀបបាទគាត់ឆ្មក់ទៅមួយទេបាទហើយអញ្ចឹងចូលជង្គង់របស់យ៉ាស៊ីនហើយបន្ទាត់យើងទាត់ដូចគ្នាយើងឃើញទាត់ដូចគ្នាវាខ្លះយ៉ាស៊ីនទាត់មកគឺគេទាត់គេធំជាងកម្លាំងជាងទាត់មកនឹងកម្លាំងបាទតែពេលសវណ្ណឃីមគាត់ទាត់ចូលដែរប៉ុន្តែយើងមើលទៅថាដូចកូនក្មេងទាត់ដូចចាស់អញ្ចឹងនេះគឺជាផលលំបាកយើងមិនបន្ទោសថាយើងចាញ់ហើយយើងបន្ទោសសំខាន់ការធ្វើគីឡូបានគឺបានដែរបាទច្បាប់នៃការប្រកួតមិនថាកីឡាករណាមានប្រព័ន្ធបានក៏ដោយបាទអញ្ចឹងគឺនេះជាចំណុចមួយសវណ្ណឃីមគាត់លើកនេះក៏សើគាត់ដែរបាទធន់ចូលរបស់ឃើញដើមទឹកខ្លះចូលដៃពេញរបស់យ៉ាស៊ីនក៏ដែរគាត់ស៊ូបាទធម្មតាហើយចូលជង្គង់ចូលអីក៏សវណ្ណឃីមគាត់អាចស៊ូបានតែគាត់ចាញ់កម្លាំងបាទគាត់ចាញ់កម្លាំងហើយនឹងការបុកបាទរបស់យ៉ាស៊ីនណាបាទការបុករបស់យ៉ាស៊ីនបាទក៏ប៉ុន្តែសវណ្ណឃីមគាត់ឆ្មក់ចូលបានពេញរបស់គាត់ដែរបាទហើយចាញ់សិលមិញនេះគឺចាញ់ផាត់ផើយទេបាទចាញ់ផាត់ផើយដែរបាទគាត់វាយបានយកបន្ទុកច្រើនជាងនឹងបន្តិចបាទល្អតែគាត់ដោយបានជម្រាបជូនអញ្ចឹងគឺពិបាកសេរីយកបន្ទុកឲ្យយ៉ាស៊ីននោះគាត់ជ្រុំចូលមកអញ្ចឹងបាទអញ្ចឹងគឺពិបាកនៅក្នុងការទាត់រចន្លោះយកបន្ទុកព្រោះថាសវណ្ណឃីមនេះក្បាច់របស់គាត់ល្អគាត់វាយស្របដៃទៅជើងទៅហើយគាត់ឆ្មក់មកគឺកិច្ចមួយវាយមួយកិច្ចមួយវាយមួយបាទរបៀបនៃការវាយរបស់គាត់បាទវាច្រើនកីឡាករបរទេសខ្លះពិបាកក្នុងការឈ្នះគាត់បាទតែយ៉ាស៊ីននេះបាទគាត់បុកពេកបាទគាត់ប្រើកម្លាំងហើយគាត់មិនអត់ចូលគាត់ចូលដែរប៉ុន្តែគាត់ធន់បាទគាត់អត់បែកហើយគាត់អត់សើអត់បាត់បង់ស្មារតីអីចូលពុញឲ្យកម្លាំង5ទឹកគាត់នៅតែបុកមកបានអញ្ចឹងអ្នកដែលវាយចង់យកបន្ទុកពីគាត់នឹងពិបាកមែនទេបាទតែឥឡូវយើងនិយាយពីការឡើងទៅជួបប៊ុនសៀវិញបាទប៊ុនសៀថ្ងៃនោះគេជាប់ឡើងទៅកាន់ដាច់ព្រាត់ដែរបាទសម្រាប់ប៊ុនសៀបាទគាត់បានយកឈ្នះប៉ុងធីរីបាទប៉ុងធីរីក៏ល្អដែរបាទ
ធ្វើឲ្យសធាគាត់នឹងទុទីដាតែធម្មតាទេបាទទៅមិនរួចបាទជាមួយនឹងសាច់បងបាទដូចជាបុនធាដែលគាត់ធន់ស្វិតដែរហើយគាត់លេងជើងកោហើយគាត់បានឈ្នះអញ្ចឹងការឡើងជួបជាមួយនឹងបុនធាយ៉ាស៊ីននេះលើកទី3ហើយ2លើកកន្លងមកបុនធាចាញ់ទាំង2លើកបាទលើកទី3នេះដូចជាជួបវាយនៅថ្ងៃទី7បាទខែធ្នូបាទខែក្រោយនេះបាទថ្ងៃទី7បាទវាក់ដាច់ព្រាត់បាទចឹងជួបទៀតនៅតែពិបាកយើងសម្រាប់បុនធាបាទ5ទឹកចឹងបាទបុនធាកាយសម្បទាកម្ពុជាអីគឺអត់សូវបញ្ហាទេបាទប៉ុន្តែបើយើងនិយាយពីសាច់បាទនិយាយពីកាយសម្បទាទាំងមូលតែម្ដងបាទគឺបុនធាទៅស្វាត់ជាងបាទទៅស្វាត់ជាងតែភាពធន់មានដូចគ្នាភាពធន់មានដូចគ្នាហើយវាយបុនធាគាត់ក៏លេងជើងក្រោមលេងរាប់អីច្រើនបានល្អដែរកាយអីបានធម្មតាបាទល្អបាទមានទៅមានមកពូនេះស្វាយអ្វីដែលបុនធាស្ទើនដូចកីឡាករផ្សេងចឹងបាទកម្លាំងហើយនឹងមានបាទកាលណានឹងទូជាងគេទៅវាយគេអត់សូវឈឺបាទវាយគេអត់សូវឈឺអញ្ចឹងគឺបុនធាត្រូវតែកែប្រែរបៀបនៃការវាយបាទដើម្បីអាចយកឈ្នះយ៉ាស៊ីនបានទៅធ្វើយ៉ាងណាបាទតាមការមើលឃើញការត្រៀមរបស់កីឡាករទៅតែយ៉ាស៊ីននេះកម្លាំងអញ្ចឹងគឺយើងប្រើបញ្ញាដើម្បីបង្ក្រាបកម្លាំងបាទដូចកម្រៀងអញ្ចឹងកម្រៀងគាត់54គាត់នឹងធំណាស់កម្រៀងកាយសម្បទាគាត់ខ្ពស់អញ្ចឹងគឺគាត់អត់ពិបាកទេហើយមួយទៀតគាត់លេងគាត់ជើងរបស់គាត់រស់ល្អគាត់មកផ្លាក់បាទគាត់របៀបនៃការវាយរបស់គាត់ដូច kickboxing អញ្ចឹងហើយគាត់អត់ទៅប្រូជាមួយចូលគៀកគាត់ចាប់គាត់លេងជង្គង់បាននេះសម្រាប់កម្រៀងបាទហើយកាន់មីងហុងក៏ល្អដែរបាទរបៀបនៃការកាត់យកបន្ទួបាទនៃការកាត់យកបន្ទុកប៉ុន្តែគាត់កាន់មីងហុងគាត់ស្ទើរកម្លាំងបាទស្ទើរកម្លាំងគាត់រឿងទៀបបាទហ្នឹងគឺពិបាកក្នុងការវាយមួយយ៉ាស៊ីនដែរអញ្ចឹងសរុបមកវិញមកបាទនេះគឺជាអ្វីដែលខ្ញុំបានមើលឃើញនៅក្នុងការប្រកួតរវាងយ៉ាស៊ីននិងគ្រឿងសវណ្ណគីននៅសង្វៀនPLNកាលពីម្សិលមិញក្នុងការប្រកួត Format Tournament បាទហើយវាក់ដាច់ព្រាត់បុនធានឹងឡើងទៅជួបជាមួយនឹងយ៉ាស៊ីនដណ្ដើមខ្សែក្បាត់របស់សង្វៀនPLNអរគុណសម្រាប់ការតាមវីដេអូខ្ញុំបាទម៉ៃសុជាតិ